ជួបជាមួយនឹងនេះខ្ញុំម្ដងទៀតហើយលើកនេះគឺពួកខ្ញុំកំពុងតែធ្វើដំណើរទៅលេងកោះរ៉ុងចាអញ្ចឹងដើម្បីទៅដល់កោះរ៉ុងគឺពួកខ្ញុំត្រូវមកទិញសវត្ថទូកនៅកំពង់ផែអន្តរជាតិនៅក្នុងព្រះសីហនុដើម្បីឆ្លងទៅលេងកោះរ៉ុងអញ្ចឹងថ្ងៃខ្ញុំមកនេះគឺជាថ្ងៃសៅរ៍អាទិត្យហើយឃើញថាយើងឃើញមានបងប្អូនទាំងភ្ញៀវទេសចរជាតិហើយនិងអន្តរជាតិគឺគាត់កំពុងតែចូលមកទិញសវត្ថទូកសម្រាប់ទៅលេងកោះរ៉ុងហ្នឹងគឺច្រើនមែនតើបងប្អូនអរគ្នាចាបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺខ្ញុំមកដល់កន្លែងសម្រាប់ដែរអង្គុយរងចាំទូកណាបងប្អូនអញ្ចឹងនៅកន្លែងហ្នឹងយើងមកយើងទិញសវត្ថហើយយើងមកអង្គុយចាំនៅកន្លែងនេះដើម្បីចាំដល់ម៉ោងដែលទូកយើងត្រូវចេញយើងឡើងលើទូកម្ដងអញ្ចឹងពិតជាថ្ងៃសៅរ៍អាទិត្យអត់មែនថ្ងៃបុណ្យនេះណាបងប្អូនមិនតែឃើញថាភ្ញៀវទាំងជាតិទាំងអន្តរជាតិទាំងអីហ្នឹងគឺមកច្រើនមែនតើនិយាយពីថាទូកមួយណាក៏ពេញដែរមិនថាទូកតូចទូកធំទេទូកខ្លះមានឡើង2-3ជាន់គឺភ្ញៀវពេញតែម្ដងហើយបងប្អូនដឹងស្រាប់ហើយខែនឹងចន្លោះខែ1ខែ2អីហ្នឹងគឺសមុទ្រគឺស្រស់ស្អាតមែនតើទឹកឡើងថ្លាខៀវឆ្វង់អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ទៅលេងតំបន់សមុទ្រណាគឺទៅខែហ្នឹងគឺល្អមែនតើអញ្ចឹងឯងបានពួកខ្ញុំទៅនេះកន្លងខែ1នឹងឯងគឺមានភ្ញៀវទេសចរក៏ទៅច្រើនខ្លាំងមែនតើតែម្ដងចានេះចឹងពួកខ្ញុំបានឡើងទៅលើទូកហើយបងប្អូនឃើញថាពិតជាមានចំនួនភ្ញៀវទេសចរគាត់ទៅច្រើនមែនតើអញ្ចឹងនេះខ្ញុំចូលបានរៀងមុនចឹងខ្ញុំទៅរកចាប់កន្លែងណារៀងមុខកន្លែងណារៀងមានកង្ហាមានម៉ាស៊ីនត្រជាក់ពីព្រោះដោយសារអីពេលចូលទៅដល់ហ្នឹងយើងបិទឃ្លុបបិទកញ្ចក់ទាំងអស់ទៅហើយពេលមនុស្សច្រើនទៀតគឺក្តៅមែនតើបងប្អូនអញ្ចឹងបើសិនជាបងប្អូនជិះទូកនេះទៅរកកន្លែងណាមានម៉ាស៊ីនត្រជាក់ឬមានកង្ហាទៅបើសិនជាអត់មានទេគឺហប់ខ្ញុំទៅដល់កន្លែងក្បែរម៉ាស៊ីនត្រជាក់ហងតែដល់ពេលមនុស្សច្រើនពេកម៉ាស៊ីនត្រជាក់អត់សូវត្រជាក់ឡងហប់ឡងចង់បែកញើសជោគហ្មងបងប្អូនចាបងប្អូនអរគ្នាអញ្ចឹងនេះបន្ទាប់ពីជិះមកឡើងជាង1ម៉ោងបងប្អូនទាំងអស់គ្នាយើងគិតថាជិះពីកំពង់ផែមកដល់កន្លែងនេះតែ45នាទីតែមែនតើទៅមានណាឡងចង់1ម៉ោងកន្លះដោយសារតែភ្ញៀវច្រើនហើយគេមានកំពង់ផែដែលត្រូវចុះទៅតាមគោលដៅរបស់គេដាក់ភ្ញៀវចតឡើងកន្លែងផ្សេងគ្នាអញ្ចឹងណាអញ្ចឹងទំហំតែមកដល់កន្លែងសម្រាប់របស់ខ្ញុំនឹងគឺខ្ញុំជិះពីនោះមកឡងចង់1ម៉ោងកន្លះហើយឥឡូវនេះគឺពួកយើងកំពុងតែធ្វើដំណើរទៅកាន់កន្លែងសម្រាប់ដើម្បីរៀបចំទុកដាក់អីវ៉ាន់
ចាអញ្ចឹងពួកខ្ញុំបានមកដល់ហើយកំពុងតែធ្វើដំណើរទៅកន្លែងស្នាក់នៅអញ្ចឹងបងប្អូនដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងបើសិនជាចង់លេងសមុទ្រទៅគឺមកលេងច្រឡំពីខែ1ដល់ខែ3នឹងមកសមុទ្រស្អាតហើយវាអត់សូវមានអាឡុកធំធំទេវាងាយស្រួលនៅក្នុងការលេងហើយវាសុវត្ថិភាពបើសិនជាអ្នកដែលពលទូកពលអាឡុកអីអញ្ចឹងណាបើសិនជាយើងមកចន្លោះខែហ្នឹងអាឡុកវាអត់សូវធំទេអញ្ចឹងអ្នកដែលពលទូកពលអាឡុកអីក៏វាអត់សូវមានបញ្ហាដែរតែបើយើងមកកន្លងខែ6ខែ7ខែភ្លៀងអីអាហ្នឹងទឹកក៏អត់ស្អាតដែរព្រោះអីទឹកចាប់ផ្ដើមល្អអីនៅពេលខែភ្លៀងណាហើយអាឡុកក៏ធំធំដែរអញ្ចឹងសម្រាប់អ្នកដែលពលទូកពលអាឡុកអីបើសិនជាមកខែហ្នឹងគឺគាត់អាចនឹងពិបាកព្រោះអីគាត់អាចនឹងពុលអញ្ចឹងណាបងប្អូនអញ្ចឹងកន្លែងដែលខ្ញុំមកនេះជាខ្ញុំមកជាលក្ខណៈ guest house ខ្ញុំមកជាលក្ខណៈទេសនៈដែលនៅម្ដុំទីប្រជុំជនបងប្អូនអញ្ចឹងឃើញថាសកម្មភាពគឺអ៊ូអរមែនតែនមានអ្នករស់នៅនឹងដែលគាត់បើករបរអាជីវកម្មមានអីផ្សេងៗហើយមនុស្សម្នានៅទីនឹងច្រើនមែនតែនជាពិសេសគឺអ្នកដំណើរនឹងឯងដែលគាត់ទៅលេងទៅអីគឺគាត់ស្នាក់នៅនឹងច្រើនដោយសារនៅនេះលក្ខណៈបន្ទប់តូចល្មមជាលក្ខណៈទេសនៈផ្សេងៗតម្លៃវា affordable ដែលយើងអាចមកស្នាក់នៅបានអញ្ចឹងណាហើយមានភាពអ៊ូអរអត់ស្ងាត់ទេអញ្ចឹងងាយស្រួលបើសិនជាពេលយប់អីគឺនៅតែមានមនុស្សលេងមនុស្សដើរអីគឺអ៊ូអរដូចនៅ pub street អញ្ចឹងថ្ងៃបងប្អូនចឹងខ្ញុំបានយកអីវ៉ាន់រៀបចំទុកដាក់នៅក្នុងបន្ទប់ហើយអញ្ចឹងពេលទុកដាក់អីវ៉ាន់ហើយក៏អត់សម្រាប់ដែរគឺចាប់ផ្ដើមដើរចុះមកក្រោមដើម្បីដើរមើលតំបន់ភូមិគេថាតើនៅនឹងគេមានអីខ្លះអញ្ចឹងខ្ញុំដើរមកខាងមុខនៅកន្លែងខ្ញុំនេះគឺសុទ្ធតែជាលក្ខណៈ resort ដែលគេមានបន្ទប់ស្អាតធំទលេអញ្ចឹងណាបងប្អូនអញ្ចឹងអានេះគឺជា resort ដែរអញ្ចឹងគឺមានមនុស្សនិយាយទៅម្ដុំហ្នឹងគឺអ៊ូអរមែនតែនហើយម្ដុំដែលខ្ញុំស្នាក់ហ្នឹងគេឲ្យឈ្មោះថាកោះរ៉ុងឆ្នេររីករាយអញ្ចឹងនេះគឺគេមាននៅលើឆ្នេរខ្សាច់ហ្នឹងគឺគេមានជាកន្លែងអង្គុយញ៉ាំអីគេមានជាផាប់គេមានដូចជាពពួកបារណាពេលយប់គឺមានមនុស្សមកអង្គុយញ៉ាំអីអង្គុយលេងជជែកគ្នាអ៊ូអរខ្លាំងមែនតែនហើយពេលយប់ទៅគេបើកភ្លើងបើកអីទៅគឺស្អាតមែនតែនអញ្ចឹងនេះដោយសារខ្ញុំមកដល់វារៀងអាសៀលល្ងាចមកប្រហែលជា4អញ្ចឹងគេអត់ទាន់បើកអីអ៊ូអរមែនទេចាំមើលពេលយប់គឺគេនឹងបើកមកគឺភ្លើងស្អាតមែនតែននៅលើឆ្នេរខ្សាច់តាំងពីកន្លែងខ្ញុំស្នាក់នៅនឹងរហូតមកដល់ចុងហ្មងតែចុងគេនឹងឆ្ងាយដែរមិនមែនចុងតិចទេណាបងប្អូនគឺផ្លូវគេរៀងវែងឆ្ងាយហើយមានកន្លែង resort មួយទៀតហ្នឹងក៏គេមានជាភោជនីយដ្ឋានមានហាងកាហ្វេហើយគេមានជួលម៉ូតូឲ្យយើងជិះទៀតអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់មកលេងហ្នឹងហើយក៏ចង់ជួលម៉ូតូជិះទៅលេងពីភូមិមួយទៅភូមិមួយឬក៏យើងជិះទៅលេងនៅម្ដុំរង្វង់នៃឆ្នេររីករាយនៅកោះរ៉ុងហ្នឹងគឺគាត់អាចជួលម៉ូតូគេបានតែពួកខ្ញុំអត់ទេពួកខ្ញុំដើរលេងចិត្តហ្នឹងយើងអត់ជួលទេព្រោះដោយសារអីយើងមកយើងចង់មកនៅសម្រាប់លេងអង្គុយលេងគេងលេងញ៉ាំអីមើលទេសភាពមុជទឹកសមុទ្រអីផ្សេងៗតែអញ្ចឹងយើងអត់សូវ explore អីនៅណាឆ្ងាយដោយសារយើងអត់មានពេលច្រើនយើងមានពេលតែថ្ងៃសៅរ៍អាទិត្យតែមួយថ្ងៃមួយយប់អញ្ចឹងណាបង
ដូច្នេះសម្រាប់អេពីសូតទី1នៅដំណើរកំសាន្តនៃខេត្តកោះរ៉ុងនេះគឺត្រូវបានបញ្ចប់ត្រឹមប៉ុណ្នេះហើយកុំភ្លេចរងចាំទស្សនានៅអេពីសូតក្រោយៗទៀតអំពីដំណើរកំសាន្តនៃខេត្តកោះរ៉ុងហើយនេះខ្ញុំក៏សូមអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់ដូច្នេះបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តតាមដានវីដេអូរបស់នេះខ្ញុំកុំភ្លេច Subscribe YouTube Channel របស់នេះខ្ញុំដែលមានឈ្មោះថារតនា Inspire Travel សូមអរគុណសូមជម្រាបលា